ដេកមិនលក់បក់មិនលហើយខ្មាំងក្រៅផ្ទះប្លន់ទ្របរៀបបើនគរបាលនិងអាជ្ញាធរនៅតែស្ពឹកស្រពូនស្រុកខ្មែរនឹងក្លាយជាឋានសួគ៌នៃពួកចៅព័ត៌មានវិទ្យាដែលកំពុងជញ្ជក់ឈាមរាស្លោត្រង់អស់ហើយកាន់តែញាក់សាច់កាន់តែផ្អើលពេញសង្គម Digital ហើយនាយនគរបាលច្រកទ្វារបវត្តចេញបញ្ជាដាច់ថែបតាមវាយកំទេចពួកចោរឆបោក online scam ឲ្យដល់ឬគល់គណៈស្ថាប័នពាក់ព័ន្ធមួយចំនួនកំពុងសម្ងំដេកលក់ក្នុងភពនៃភាពល្ងងខ្លៅដែលបណ្ដោយឲ្យចោរជិះជាន់រាជខ្មែរយើងពលវាជារឿងដែលគួរឲ្យអាម៉ាស់បំផុតហើយបើអាជ្ញាធរមានសមត្ថកិច្ចនៅតែបណ្ដោយឲ្យក្រុមឧក្រិដ្ឋជនឧក្រិដ្ឋកម្ម online scam នេះប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាជំរំធ្វើបាបមនុស្សលោកនៃកម្ពុជាយើងនាព្រឹកថ្ងៃទី22ខែមករាឆ្នាំ2026នេះមេបញ្ជាការច្រកទ្វារអន្តរជាតិបវត្តបានលើកទង់ជ័យសង្គ្រាមប្រឆាំងនឹងមេរោគសង្គមនេះតាមរយៈប្រព័ន្ធ Zoom ក្រោមការដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនានេះមិនមែនជាការប្រជុំគ្រាន់តែលម្អសន្លឹកបៀនោះទេប៉ុន្តែវាគឺជាការដាស់តឿនសតិស្ថាប័នដទៃទៀតដែលកំពុងតែដេកលើគំនរមាសរួចឲ្យចោលលួចកាក់បុរាណលោកពលថាគុំទុកត្រីឲ្យឆ្មាចាំគុំទុកចោលឲ្យយាមផ្ទះបច្ចុប្បន្នស្ថាប័នពាក់ព័ន្ធមួយចំនួនហាក់បីដូចជាកំពុងមើលស្រាលលើមហន្តរាយ online scam ណាស់ដែលកំពុងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិការបដិញ្ញាចិត្តរបស់នគរបាលច្រកទ្វារបវត្តថ្ងៃនេះគឺជាដាវដ៏មុតស្រួចដែលត្រូវចាក់ទម្លុះបេះដូងក្រុមចោរនិងដាស់គ្រប់ស្ថាប័នដែលស្ពឹកស្រពូននៅក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះអាជ្ញាធរដេកលងលក់នោះបើអ្នកមិនពង្រឹងការងារជំនាញទេនោះអ្នកគឺជាចំណែកមួយនៃឧក្រិដ្ឋកម្មដែរហើយចំពោះស្ថាប័នទូកបនីគមនិងធនាគារកុំបណ្ដោយឲ្យបច្ចេកវិទ្យារបស់អ្នកคล้ายជាខ្សែពួរចងករៀសខ្លួនឯងឲ្យសោះទឹកបាក់ទៅរកទីទៀបចោលចូលទៅរកផ្ទះណាដែលអត់មានម្ចាស់យាមត្រូវចងចាំផងគ្រប់មន្ត្រីពាក់ព័ន្ធដែលកំពុងតែដេកលងលក់នោះបើច្រកទ្វារព្រំដែនមមាញឹកក្នុងការទប់ស្កាត់យកស្ថាប័នក្នុងស្រុកដទៃទៀតនេះកំពុងធ្វើអ្វីទៅឬរងចាំដល់ឆេះផ្ទះទើបនាំគ្នាជីកអណ្ដូងគួរចងចាំថាវិធានការខាត់ដៅឬការបាត់បង់សេចក្តីទុកចិត្តនេះជារួមកិច្ចប្រជុំផ្សព្វផ្សាយរបស់នគរបាលច្រកទ្វារបវត្តគឺជាការបោះជំហានដ៏ធំមួយប៉ុន្តែបើគ្មានការសហការក្តៅដូចភ្លើងពីស្ថាប័នកម្ពុជាដទៃទៀតនោះរាល់ការណែនាំនឹងក្លាយជាដូចចាក់ទឹកលើសេរីសាទាតែប៉ុណ្ណោះសុកចិត្តឲ្យស្លាប់បាត់បង់សង្ខារប៉ុន្តែកុំឲ្យស្លាប់បាត់បង់សេចក្តីថ្លៃថ្នូរនិងកិត្តិយសជាតិឲ្យសោះរាជរដ្ឋាភិបាលត្រូវការដាវអាជ្ញាសឹកដែលចាំងចែងដើម្បីកម្ចាត់មេរោគ online scam នេះឲ្យខ្ទេចដល់បាតសមុទ្រតែម្ដងដល់ពេលដែលត្រូវប្រើវិធានការខាត់ដៅកគុកដូចបាយពុះហើយវាយខ្នោះឧក្រិដ្ឋជននិងដាក់ទោសទណ្ឌរដ្ឋបាលដល់មន្ត្រីណាដែលធ្វើប្រហែសឲ្យបានធ្ងន់ធ្ងរបំផុតអូយពុកម៉ែបងប្អូនទាំងអស់គ្នាបាទបើសិនជាចង់បាននៅរុក្ខជាតិបៃតងកុំភ្លេចជាមួយនឹងក្រុងធម្មជាតិឯសោះដែលមានទីតាំងនៅលើផ្លូវជាតិលេខ1ក្រោយផ្សារព្រែកឯងមានទាំងដើមឈើ6ផ្លែមានទាំងដើមឈើសម្រាប់ម្លប់សម្រាប់មុខនឹងគេហដ្ឋានផ្ទះវិឡារីសតឬក៏តាមការ៉ាសាំងឬក៏កាហ្វេប្រេនក៏ដូចជាបងប្អូនដែលរៀបចំសួនតូចសួនធំឬក៏សម្រាប់ពុកម៉ែបងប្អូនដែលក្នុងផ្នែក interior design កុំភ្លេចឯសោះតម្លៃគឺក្រោមទីផ្សារនៅក្នុងប្រជាជនកម្ពុជាតែម្ដងបាទទីតាំងគឺនៅលើផ្លូវជាតិលេខ1ក្រោយផ្សារព្រែកឯងកុំភ្លេចឲ្យសោះក្រុងធម្មជាតិទំនាក់ទំនងឥឡូវនេះប្រូម៉ូសិនចាប់ពី 10% រហូតដល់ 30% ឯណោះសូមអរគុណ